រឿងខ្លាចង់ស៊ីក្របីកាលពីដើមនៅក្នុងព្រៃដ៏កក់ក្ដៅនៃប្រទេសកម្ពុជាមានក្របីធំមួយក្បាលដែលមានកម្លាំងខ្លាំងជារៀងរាល់ថ្ងៃវាខំធ្វើការនៅស្រែជាមួយម្ចាស់របស់វាទីនង្គ័លនៅមិនឆ្ងាយប៉ុន្មានពីវាមានខ្លាមួយកំពុងលាក់ខ្លួនក្នុងគុម្ពស្មៅដែលកំពុងស្រែកឃ្លានពោះរបស់វាញ័រពេលសម្លឹងក្របីខ្លាស្រែកឡើងថាម្ហូបឆ្ងាញ់មួយមុខយ៉ាងណាថ្ងៃនេះខ្ញុំនឹងស៊ីក្របីដូច្នេះខ្លាបានលូនចេញពីគុម្ពោតស្មៅហើយស្ទាក់ភ្លៅរបស់ក្របីខ្លានិយាយខ្ញុំជាស្ដេចនៃព្រៃខ្ញុំនឹងស៊ីអ្នកឥឡូវនេះក្របីមិនភ័យស្លន់ស្លោទេវាគ្រាន់តែក្រឡេកមើលខ្លាហើយនិយាយដោយស្ងប់ស្ងាត់ថាអូខ្លាធំខ្ញុំដឹងថាអ្នកខ្លាំងប៉ុន្តែខ្ញុំមិនខ្លាចអ្នកទេតើអ្នកដឹងទេថាហេតុអ្វីបានជាខ្ញុំខ្លាំងដែរអ្នកខ្លាំងខ្លាបានសើចអ្នកគ្រាន់តែជាសត្វស៊ីស្មៅក្របីនិយាយថាពិតមែនប៉ុន្តែខ្ញុំមានអ្វីដែលខ្លាំងជាងក្រញាំនិងធ្មេញតើអ្វីអាចខ្លាំងជាងខ្ញុំខ្លាបានញាប់ញ័រក្របីនិយាយថាប្រាជ្ញារបស់ម្ចាស់ខ្ញុំក៏គាត់បានបង្រៀនខ្ញុំនៅអ្វីគ្រប់យ៉ាងនោះហើយជាមូលហេតុដែលខ្ញុំរឹងមាំឥឡូវនេះខ្លាក៏ចង់ដឹងចង់ឃើញអ្វីទៅដែលគេហៅថាប្រាជ្ញាក្របីនិយាយថាទេប៉ុន្តែអ្នកអាចរៀនវាបានអញ្ចឹងខ្ញុំចង់រៀននាំខ្ញុំទៅដូច្នេះក្របីបាននាំខ្លាទៅឲ្យកសិករឃើញខ្លាក៏គិតយ៉ាងរហ័សអ្នកចង់បានប្រាជ្ញាកសិករបានសួរត្រូវរៀនវាសិនឯងត្រូវចង់ជាមុនធ្វើបែបនេះវាមិនរត់ចេញពីឯងទេខ្លាក្រវីក្បាលវាស្ដាប់ទៅចម្លែកប៉ុន្តែខ្ញុំចង់បានប្រាជ្ញាដូច្នេះកសិករបានរុំខ្សែពួរដ៏រឹងមាំជុំវិញខ្លាជើងមុខជើងក្រោយទាំងអស់ត្រូវបានចងជាប់នឹងដើមឈើធំមួយពេលខ្លាត្រូវបានចងយ៉ាងណែនកសិករញឹមនោះហើយជាមេរៀនដំបូងនៃប្រាជ្ញាកុំទុកចិត្តងាយពេកខ្លាក្រហមតែមិនអាចរើសំបីបន្តិចលែងខ្ញុំទៅនេះមិនមែនជាប្រាជ្ញាទេវាជាល្បិចក្របីសើចចំអកមេរៀនទី2ពេលខ្លះការគិតដ៏ឆ្លាតវៃអាចលើសពីភាពឆ្លាតវៃហើយចាប់ពីថ្ងៃនោះមកខ្លានៅឆ្ងាយពីក្របីនិងកសិករហើយមិនដែលសុំប្រាជ្ញាទៀតទេ